តោះសួស្តីបងប្អូនចាខ្ញុំនៅស្រុកខ្មែរថ្ងៃនេះខ្ញុំនៅឧដុង្គចាហើយមានបញ្ហាច្រើនតាក់ទងរឿងស្រីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះឲ្យជាពិសេសក្មួយដែលទៅបំពេញវ័យហើយនឹងចាប់ដើមរៀបចំគូជីវិតជំនាន់ខ្ញុំអីមានការយល់ដឹងច្រើនហើយសម្រាប់អ្នកទីក្រុងប៉ុន្តែបច្ចុប្បន្ននេះអ្នកនៅតាមខេត្តជាងជាយជនបទបន្តិចក៏ដោយបែកខាងកំពង់ស្ពឺជាងជាយនឹងក៏ដោយលើកឧទាហរណ៍ណាក៏នៅតែក្មេងៗស្រីនៅមានចំណុចខ្វះខាតដែលអត់សូវមានចំណេះដឹងច្រើនក្នុងការរៀបចំខ្លួនតកតងរឿងសុខភាពផ្លូវភេទតកតងរឿងគូជីវិតហ្នឹងហើយតកតងរឿងផ្នត់គំនិតដែលយើងធ្វើអីមួយដែលយើងអត់សូវមានចំណេះដឹងដោយសារការរៀនសូត្ររបស់យើងនៅមានកម្រិតទាបចាក្មេងស្រីនៅជាយក៏ច្រើនតែរៀនមិនទាន់បានខ្ពង់ខ្ពស់នៅឡើយហើយបញ្ហានេះវាកើតមានឡើងនៅលើក្មេងស្រីដែលគាត់អត់សូវរៀនបានខ្ពង់ខ្ពស់ត្រឹមថ្នាក់ទី3ទី4ទី5អ្នកខ្លះត្រឹមបានថាអត់បានឌីប្លូមផងគាត់ឈប់ទៅចាហើយគាត់ចាប់ផ្ដើមធ្វើការងារនៅរោងចក្រចាអញ្ចឹងហើយភាគច្រើននៅប៉ែកខាងកំពង់ស្ពឺខាងផ្លូវជាតិលេខ3លេខអីហ្នឹងគឺរោងចក្រមានច្រើនអញ្ចឹងម្នាក់រៀនបានមុំប្រញាប់ទៅធ្វើការរោងចក្រយកលុយអញ្ចឹងហើយបញ្ហាហ្នឹងវាកើតមានដោយសារគាត់អត់សូវមានចំណេះដឹងអញ្ចឹងគាត់ឃើញអីទៅគាត់ថាហាក់ដូចជាអាកម្រិត level ហ្នឹងវាទាបតែសម្រាប់អ្នកនៅទីក្រុងតំបន់ទីរួមខេត្តប្រជុំជនអត់អីទេណាក្មេងស្រីមានចំណេះដឹងច្រើនហើយចេះមានការសម្រេចចិត្តមួយដែលត្រូវករណីនេះខ្ញុំលើកឡើងមាន case មួយដែលខ្ញុំដឹងហើយក៏គាត់បានឆាតមកប្រាប់ខ្ញុំមិត្តភក្តិគាត់ណាចាហើយគាត់មានការសោកស្ដាយមែនតើហើយខ្ញុំគ្រាន់តែលើកក៏ខ្ញុំសោកស្ដាយដែររឿងហ្នឹងក្មេងស្រីវ័យកំមុំចាអាយុមិនទាន់18ស្រួលបួលទេប៉ុន្តែខ្មែរយើងគេថា18ទៅដើម្បីបានឆាប់ទៅធ្វើការនៅរោងចក្រហ្នឹងហើយយកលុយចាត្រឹម17អីហ្នឹងណាហ្នឹងហើយគេធ្វើអតញ្ញាណបានទៅធ្វើ18អីចឹងក៏មានដែរនៅស្រុកយើងណាចាវាមានគ្រប់ម៉ូដគាត់ជាក្មេងស្រីកំមុំដែលអត់ធ្លាប់ឆ្លងកាត់ការរួមភេទអត់ទាន់ឆ្លងកាត់អីទាំងអស់ប៉ុន្តែចៃដន្យថ្ងៃមួយមានបរិសម្នាក់មកសុំគាត់រៀបការស្នើគាត់រៀបការស្រឡាញ់គ្នាចិត្តនឹងចិត្តក៏ប៉ុន្តែឪពុកម្ដាយក៏យល់ព្រមហើយខ្លួនឯងសម័យខ្លួនក្មេងស្រីហ្នឹងណាគាត់ក៏ឃើញគេស្រឡាញ់ព្រមរៀបការមួយគេដោយបរិសនោះណាបងគាត់បន្តិចបន្តួចទេចាជាដូចក្មេងស្ទាវដែរប៉ុន្តែគេជាមនុស្សប្រុសដែលសង្ហាហើយស្អាតហើយសង្ហាមែនហ្នឹងហើយសម្រាប់ការងារគឺប្រហាក់ប្រហែលគ្នាទេចាមនុស្សប្រុសហ្នឹងមិនមានជាអ្នកមានលុយមានអីប្រមាណទេអាចអន់ទាបជាងគ្រួសារខាងស្រីនឹងផងនាងគ្រួសារខាងស្រីបរិថាគាត់ជាក្មេងនៅស្រុកជាយជនបទក៏ដោយប៉ុន្តែគាត់ក្រុមគ្រួសារដែលរៀងមានប្រាក់ចំណូលលុយកាក់ច្រើនជាងខាងប្រុសដែលចូលស្ដីទៅដល់ហ្នឹងថ្ងៃមួយគាត់សម្រាប់ចិត្តរៀបការមួយគ្នាហើយគាត់ក៏បានដឹកដៃគ្នាទៅបូមឈាមមើលអញ្ចឹងណាគាត់ល្អត្រង់នឹងដែរណាទំនើបគ្រាន់បើដែរមានចំណេះដឹងគ្រាន់បើខ្ញុំទៅសារមុនរៀបការយើងត្រូវតែដឹកដៃគ្នាទៅបូមឈាមមើលសម្រាប់ដៃគូយើងដែលអត់ធ្លាប់ធ្វើសង្សារនឹងគ្នាស្ដីទៅដឹងគ្នាតាមរយៈចាស់ឬក៏ស្ដីទៅដឹងគ្នាតាមរយៈការមើលឃើញអត់តន់គេនៅមួយគ្នាដើរលេងរួមភេទមួយគ្នាទេប៉ុន្តែស្រឡាញ់គ្នាដល់ចិត្តនឹងចិត្តចាប់ដើមស្ដីទៅដឹងសម្រាប់ចិត្តថារៀបការនៅមួយគ្នាហើយដឹកដៃគ្នាទៅមើលឈាមល្អណាស់ជួសឈាមមើលស្រាប់តែឃើញនៅស្រីយើងហ្នឹងស្អាតល្អអត់មានបញ្ហាទេមេរោគអេដក៏អត់អីអត់ពួកខ្លួននាងនៅកំមុំនៅក្មេងត្រឹមយើងថា18ឆ្នាំទៅចុះចានាងធ្វើការរោងចក្របានលុយហើយចាហើយប្រុសហ្នឹងក៏ការងារគេខ្ញុំអត់បានដឹងថាជាការងារអីទេប៉ុន្តែជាការងារលេះលោះអីធម្មតាទេមិនជាអ្នកមានលុយប៉ុន្តែមនុស្សប្រុសហ្នឹងគឺសង្ហាហើយស្អាតចាស្អាតហើយសង្ហាណាជួសឈាមមើលទៅខាងស្រីអត់មានបញ្ហាប៉ុន្តែដល់ជួសឈាមខាងប្រុសទៅឃើញមេរោគអេដ positive HIV positive ខាងប្រុសណាក្មេងប្រុសដែលស្អាតនឹងយ៉ា positive អញ្ចឹងក៏អត់អស់ចិត្តក៏មួយខែក្រោយអត់ទាន់រៀបការមួយខែក្រោយទៅជួសឈាមម្ដងទៀតដើម្បីឲ្យប្រកាសថា positive ឬមួយក៏ negative ខាងមេរោគអេដហ្នឹងស្រាប់តែជួសឈាមលើកទី2នៅតែ positive ដែរអញ្ចឹងបញ្ជាក់ប្រាប់ថាមនុស្សប្រុសហ្នឹងគឺមានមេរោគអេដ positive វិជ្ជមានន័យកើតជំងឺអេដហើយណាកើតជំងឺអេដហើយយើងអត់ដឹងថាគេកើតពីកាលទេប៉ុន្តែនៅរៀងស្អាតសង្ហាយើងមើលខាងក្រៅអត់ដឹងទេហើយអញ្ចឹងពេទ្យក៏ធ្វើការណែនាំណាហើយខ្ញុំដឹងរឿងហ្នឹងក៏ពីមកក្រុមពេទ្យដូចគ្នាដែរគាត់ប្រាប់ហើយនឹងមិត្តភ័ក្តិខាងកូនស្រីហ្នឹងក៏បានប្រាប់ខ្ញុំដែរ
គាត់នៅតែមិនអស់ចិត្តមិនអស់ហើយដូចថាទាំងខ្ញុំទាំងគេពេលស្ដាប់រឿងហ្នឹងយើងដឹងហើយយើងពិតគួររឿងមួយគួរឲ្យសោកស្ដាយមែនតើខាងស្រីហ្នឹងណាកូនស្រីហ្នឹងណានៅតែសម្រេចចិត្តរៀបការជាមួយមនុស្សប្រុសហ្នឹងខ្ញុំអង្គុយកោតអ្នកណាក៏គេកោតដែរថាហេតុអីបាននាងជ្រើសរើសជំរើសមួយដែលបំផ្លាញជីវិតខ្លួនឯងអញ្ចឹងណាយើងអត់ទាន់ធ្លាប់បានដេកនៅរួមរយៈជាមួយគេទេហេតុអីក៏យើងឃើញថារូបរាងគេខាងក្រៅយើងស្រឡាញ់គេងប់រហូតដល់យើងទៅជួសឈាមមើលហើយខ្លួនយើងស្អាតអត់មានមេរោគអេដផងហើយយើងនៅក្មេងតែ18ឆ្នាំហើយមនុស្សប្រុសនឹងបិទឲ្យស្អាតសង្ហាពីក្រៅគេចេះប្រើពាក្យសម្ដីតាក់ទាញឲ្យគាត់ស្រឡាញ់ណាហើយជួសឈាមមើលឃើញមេរោគអេដជួសឈាមមើលដល់ទៅ2ដងដើម្បីបញ្ជាក់ព្រោះពេទ្យណែនាំថាមួយខែក្រោយឲ្យមកទៀតដើម្បីឲ្យប្រកាសថាខ្លាចវាអែរជួសឈាមអីទៅណាលើកទី2នៅតែ positive ដដែលមនុស្សប្រុសហ្នឹងកើតអេដដែរប៉ុន្តែកូនស្រីហ្នឹងនៅសម្រាប់ចិត្តរៀបការជាមួយគេបងប្អូនគិតមើលតើគួរឲ្យហួសចិត្តទេរឿងហ្នឹងខ្ញុំគ្រាន់តែលើខ្ញុំស្លុតស្មារតីគឺបញ្ជាក់ប្រាប់ថាគាត់នៅមានចំណេះវិជ្ជាមួយដែលទៀបខ្លាំងមែនតែនរហូតដល់គាត់មានអារម្មណ៍ស្រឡាញ់គេនេះសបកក្រៅនេះស្រឡាញ់រហូតដល់គាត់គិតថាគេមានមេរោគអេដក៏ដោយក៏គាត់នៅតែយកគេធ្វើប្តីនេះតាំងពីខ្លួនឯងមិនទាន់ទាំងដែរបានរួមរយៈនៅជាមួយគេស្គាល់សេចក្តីសុខសនុកសុខស្រួលតែម្ដងក៏អត់ឡើយណាហេតុអីក៏ងប់ងល់ដល់ថ្នាក់ហ្នឹងគិតថាមនុស្សស្រីយើងពេលខ្លះមានមួយចំនួនទូចមួយអញ្ចឹងដែលខ្ញុំលើកឡើងយកមកដើម្បីជាគំរូទៅដល់ក្មួយទៅដល់ប្អូនជំនាន់ក្រោយហ្នឹងដែលពួកក្មួយពួកប្អូនហ្នឹងអត់ទាន់មានចំណេះដឹងខ្ពង់ខ្ពស់ហើយសម្រាប់ចិត្តខុសណាចាវាមិនទូទៅទាំងអស់ប៉ុន្តែករណីហ្នឹងវាមានហើយនឹងខ្ញុំដឹងតែមួយករណីចុះនៅអាករណីដែលខ្ញុំអត់ដឹងវាមានរឿងនឹងកើតមានឡើងប្រហែលច្រើនទៀតដឹងគេ positive ហើយសម្រាប់ចិត្តរៀបការមួយគេបងប្អូនណាពេទ្យបញ្យល់មិនក៏អត់ស្ដាប់ហើយម៉ែឪដូចថាអត់បាននិយាយរឿងហ្នឹងប្រាប់ទេខ្ញុំអត់ដឹងពីដំណឹងរឿងម៉ែឪហាមឃាត់អីមិនអីតែកូនសម្រាប់ចិត្តរៀបការជាមួយប្រុសហ្នឹងខ្ញុំហួសចិត្តហ្មងបងប្អូនហើយរឿងនេះខ្ញុំដឹងច្រើនក្នុងករណីខេផ្សេងដូចថាសង្សារប្តីប្រពន្ធណាពេលដាក់ដឹងខាងប្រុសនឹងកើតជំងឺអេដហើយនៅព្រមបកគលខ្លួនដេករួមរយៈជាមួយគេដែលអត់មានប្រើស្រោមអនាម័យហើយជឿជាក់ថាអត់ឆ្លងមេរោគអេដពីប្តីនឹងមកជឿជាក់ហើយរហូតដល់មនុស្សស្រីខ្លះហ្នឹងហើយដឹងថាមនុស្សប្រុសនឹងមានអេដហើយស្រឡាញ់គេរហូតឆ្លងអេដមកខ្លួនដបងអាចម្ដងពីរដងវាអត់ទាន់ឆ្លងណាក្នុងករណីភាពស៊ាំរបស់មនុស្សស្រីនឹងខ្លាំងមនុស្សស្រីយើងល្ងងច្រើនណាស់ហើយមួយពីទៀតមនុស្សប្រុសខ្លួនឯងកើតជំងឺអេដចាកើតជំងឺអេដគឺភាគច្រើនអត់ពាក់ស្រោមអនាម័យដឹងខ្លួនឯងតែជួសឈាមមានមេរោគអេដទេប៉ុន្តែទី1ប្រាប់ដៃគូខាងស្រីថាគាត់អត់មានមេរោគអីហ្នឹងហើយគាត់អត់មានអេដអត់មានអីទេផខ្លួនឯងហើយផដៃគូទៀតចម្លងមេរោគអេដពីខ្លួនឯងហ្នឹងទៅឲ្យខាងស្រីហើយខាងស្រីយើងនៅជាមួយគេស្រឡាញ់គេទុកចិត្តគេអត់ពាក់ស្រោមអនាម័យទីបំផុតកើតអេដមនុស្សប្រុសគេហៅថាអាត្មានិយមច្រើនណាអាត្មានិយមត្រង់ថាអត់មានភាពស្មោះត្រង់សម្ដែងភាពស្មោះត្រង់មួយប្រាប់ដៃគូឯងសុកចិត្តចម្លងគេថាហ្នឹងគេហៅថាមនុស្សអកតេឲ្យមានច្រើនណាស់ហើយពេលខ្លះប្តីប្រពន្ធនៅមួយគ្នាខ្លួនឯងដើរលេងខលខូចស្រីខាងក្រៅឆ្លងអេដមកទៅជួសឈាមទៅដឹងខ្លួនឯងមានអេដទេប៉ុន្តែអត់ប្រាប់ប្រពន្ធនេះលាក់ហើយទៅរួមភេទមួយប្រពន្ធអត់មានពាក់ស្រោមអនាម័យទាំងអស់ហ្នឹងហើយសិតតែមនុស្សប្រុសមួយដែលបំផ្លាញគ្រួសារបំផ្លាញខ្លួនឯងហើយបំផ្លាញប្រពន្ធបំផ្លាញដល់កូនទៀតគ្រួសារទៀតឃើញទេមានច្រើនករណីនឹងមានច្រើនប៉ុន្តែបកមកករណីរបស់យើងវិញនាងកមុំសម្រាប់ចិត្តរៀបការជាមួយបរិសកើតអេដទាំងខ្លួនឯងជួសឈាមបានដឹងថាគេកើតអេដហើយ2ដងជួសឃើញ2ដងសម្រាប់ចិត្តសួរថាល្ងងប៉ុណ្ណាបងប្អូនគិតមើលបើបងប្អូនជាខ្ញុំអត់សម្រេចចិត្តទេខ្ញុំអត់រៀបការជាមួយទេកុំថាឯងធំតាបរោះសាមញ្ញហើយមានរៀងសង្ហាស្អាតចេះពីសម្ដីផ្អែមល្ហែមលងលោមមកស្ដីតដឹងហើយមានលុយវ៉លកោតលានដុល្លារទៀតក៏ខ្ញុំអត់រៀបការជាមួយដែរព្រោះត្រូវដឹងថាជំងឺអេដព្យាបាលអត់ជាបិទដល់សម័យនេះគេថាជំងឺអេដមានថ្នាំពន្យាចាណាអ្នកខ្លះអាងថ្នាំពន្យាហ្នឹងចាំអីទេកើតអីក៏កើតទៅលេបថ្នាំពន្យាជីហើយលេបថ្នាំពន្យារស់បានដូចគេធម្មតាកុំច្រឡំថ្នាំពន្យាវាក្រាន់បាជាងយើងអត់លេបណាវាធ្វើឲ្យភាពស៊ាំរបស់យើងហ្នឹងវាមិនសូវរងនឹងជំងឺឱកាសនិយមច្រើនក៏ប៉ុន្តែថ្នាំពន្យាមិនមែនជាថ្នាំព្យាបាលជំងឺអេដទេតែកើតជំងឺអេដហើយគ្មានថ្នាំស្អីមកព្យាបាលបានទេហើយអ្នកដែលកើតជំងឺអេដណា
tụ bay liệp tham bây giờ cả đào nhưng phải bằng vốn phiệp xóm nớ tại khóc pi nè để ọt cao chừng ết phiệp xóm nớ tại chọc sỏi giang ná có ọt ai rùa ban miên sọc phiệp lọ đôi kê nè ọt cao ết cứ khóc nè tụ bay liệp tham bây giờ nâng cả đào ná ở lỡ sầm náng ấy nơi mà đôi sọc phiệp nè ấy miên tham bây giờ oi liệp để ọt lối ná bị đám tham bây giờ bị thay ná hay bữa nào mà định tham bây giờ chừng người ết có viên nào tại thay đấy cái lúa cái miền oi dân hộp được free thế xong tô chả hay sọc máy với sầm náng tới bữa sân nhà mà đôi sọc phiệp miên tham bây giờ nâng oi liệp được free thật đăng thá công sừng khâm tha liệp tham bây giờ hái sọc phiệp này chi ấy thòm đa ấy ná bắt chừng người ết ấy ru đôi kia nè thòm đa ọt chữ ết á ọt đểประหยัดโจลฉลามเรื่องนั้นนะเนี่ยการประหยัดฉลามถ้านำเป็นยี่ขวานนำเป็นยี่เล็บเต้กลมเอาเยอะมีนเพียบซ้อมนั่งจกซอยเลื่อนปีกกลมเอาเมรูนั่งเวียการโกนการเจ้านั่งเลื่อนปีกปัญหายืงตกจังเอให้อย่างน้าเพียบซ้อมยืงเนื้อติดซอยอย่างน้ายืงเนื้อตาชิมหรือมวยได้ตรมจึงเกสกเพียบออกกลังละหัดละไฮสบายอดสะอาดหายอย่างน้ายืงนั่งอายุใครเชียงเนี่ยอดการนั่งอย่างปรับจังเงือออกการนิยมนั่งเนื้อแต่การเมียนจานเชียงเนี่ยได้เกอดเมียนจังนั่งก่อนไปเจี๊ยบแผลปันนั่งไงตลอดมอเนียงวิ่งเนียงสำหรับจะเรียบกาชั่วโมงนั่งขมิ้นโปรนั่งเรียบกาหายบางคนดังไงโยโกนติดเมียนโกนละห้าเมียนโกนติดเรียบกาหายบานดามานคายเมียนโกนเตอร์ปนัดเตยปูเนอกระไรมัดแผลยมนั่งปนัดเตยตัวผมมัดแผลยมกดบากกระไรสมภพโรสไตรในตามไข่đóเรื่องนึงกดดังกดมันใหญ่ปราบยมให้ยมเลิกเจียตีฮอดำใบไอบองโอนโยเตยสดับพิจารณาจิตใจขโมยในตามเจียจุนบอดสกสลายจมกานะประหยัดครูนเหมือนแต่เอาเจสลายครูนจราเจียงสลายเนี่ยดดเตยนะยังยองอย่างท่ามันนึกเพราะยังอาจจะรบเซ็งติดบานแต่ครูนยืงตามมาครูนยืงมีแต่มวยอากาศมาปุ่มได้แต่ยืงฉลองเอ็ดไฮวิอดมีครูนยืงปีนามอยจุ่มหนูบานเนี่ยนะนั่งไงเบิกได้อยู่ที่เขาท่ามันนึกเพราะเขาเมาแต่ดังยืงเสนียจัดอัดเยอะน้องมีนึกเพราะเซ็งติดเมาแต่ดังยืงติดมันคว้าได้หนาเมียนปะโตอ้ายล้อชื่อมันนึกเพราะเลือกตีมวยนังติดเจ้าหาได้ก็ยืงตัวแบบเพลเตอร์สำหรับจะรีบกาจะมวยมันนึกเพราะได้เมียนตกจุ่มเงือเอ็ดไฮยืงอย่างหน้ายืงกูก็ถ่ายเจ๊หาได้มันกวาดฉลองเอ็ดปุ๋ยจุ่มเงือเอ็ดฉลองมาตามแต่การรุมเพลเด่นจังมันนึกเพราะนั่งมนนั่งเมาแต่ดังยืงอะคือกวาดมันเมียนสองสาเมียนไสหลังชราหมกพอดหายนั่งไงแต่ดาโคยนั่งจะมวยไสนะได้เมียนตกเมรุเอ็ดนั่นคือกวาดฉลองปีการุมเพลจังแต่ดังถ้าบารอนั่งอันเมียนเพียบบอร์สเต้ให้บารอนั่งก็ชื่อบารอโคยได้โคยสหายน่ะเบอร์มันโคยเต้เหม็นครูนเนยกำล้อให้เติมอายุมันต้นเพย์ผองนะดับปุ่มบวนมาเพย์เสียบตะการเอ็ดหายให้เจ้ายังหาได้ก็ยังเพลย์ยกครูนดอสสะอาดบ่ยังขมายไว้จากได้เนื้อเมียนะกดเวงชงายะยืงเมียนกลางไอ้เธอในโรงจะหายไอ้หายได้ก็ยังเอาแต่เพลเรียบกาจมูกมันนึกโปรได้การไอ้หายจังนั่งไงยมจ้องรุมลักถอดนั่งดับใบเอาขมุ้ยจะเมียนกาเกิดปิจารณากลมสำหรับจัดขอเนียงนั่งสำหรับจัดขอเนี่ยนะก็เกท่าขอได้มันดักขยมติแล้วเขาให้เมียนโกนจ้ะเมียนโกนปูท้อมเตยปนัดศกเพียบเนอกระไรมัดแผลยมนั่งกอดปนัดศกเพียบเอาเรื่องนั่งกอดตามดังตั้งปีกอดมูลเรียบกานะกอดก่อนนายนอนทาจังปีเนี่ยนั่งอดเมียนกาเปียครูนได้โจมาเจสลันพอดีเจจังเอ้ตั้งปีโจตะดังตะวงไหมจะเมียนเอได้ก็เกเนอร์แม่จะเรียบกาก็เตอเหม็นสาวยุมกอดได้ปันได้อันดัดกอดอันดัดหายจังใจเรื่องนั้นแต่ดอขโมยใส่ต่างหลายนะเอาโยเชียกุมรู้สดับจะกลมทั่วตามกอดอดลอยนะโกนดอกโกนนะปูถมกอดอดสำหรับจัดอ้อยสำหรับโกนกหลายกอดได้กอดนายนอมท่าเอาเมาผุ่มปิ้งตัวกาตามด้านผัวยืงชัวเชียมเตอดังไงมาได้นั่งฉลองเอ็ดปีใดบัดให้ยังโกนนั่งก็มีตกเมรุเอ็ดจมวยมาได้อย่างไรยังกอดสำหรับจัดได้ไงเมาปิ้งโกนั่งตึงวนบ้านใบบนค่ายก็ทาเอาเมาปิ้งมาเอาตามด้านศกพิมเมาปิ้งเมาให้เดินจังเกหนึ่งเมียนเซวาทาเปยืงมาได้เกิดเอ็ดฉลองเอ็ดปีใดมาแต่โกนยืงมันประกอบทาเกิดเอ็ดเองผัวยืงเป็ดยังดังไงนายน้องก็เอาเมาเป็นดับเบิลทั่วการผลิตปัวจูเชียมเตอร์มาได้มีเอ็ดจังหายยืงถือเปสำราcứ dương ọt sầm ráo tam thuyền mi tam thom mà chỉ đây cứ dương ve cắt chả ve cho cô nâng máu đầm bay cùng ở cô nâng chlong sầm ráo tam cào ai pa hàng chiêm mà đái chlong ệt ná chlong ệt chẳng mình lấy sợiได้ต่างงน
ក្មេងដែលពពោះនៅក្នុងម្ដាយដែលមានផ្ទុកមេរោគអេដប៉ូស៊ីទីវត្រូវតែសម្រាលកូនដោយវះកាត់ហ្នឹងណាវិជាសាស្ត្រគេតម្រូវឲ្យវះយកកូននឹងចេញមកបន្ទាប់ពីវះហើយគឺគេមិនឲ្យកូននឹងបើកដោះម្ដាយទេណាអត់ឲ្យបើកដោះម្ដាយសូម្បីតែទឹកដោះដំបងអត់ឲ្យប៉ះទឹកដោះម្ដាយទេគឺយកកូននឹងមកឲ្យមុំទឹកដោះគោតែម្ដងណាសម្រាលវះហើយឲ្យកូនមុំទឹកដោះគោមុំទឹកដោះគោរហូតអត់មានឲ្យលាយទឹកដោះម្ដាយសូម្បីតែមួយដំណក់ព្រោះនៅក្នុងទឹកដោះម្ដាយគឺជាឈាមហើយ100%បើសិនជាកូននឹងកើតតាមទ្វារក្រោមហើយមកបើកដោះម្ដាយទៀតណាកូននឹងកើតជំងឺអេដ100%ឆ្លងតាមម្ដាយក៏ប៉ុន្តែពេលដែលកូននៅក្នុងពោះរបស់ម្ដាយគឺកូននឹងឆ្លងមេរោគអេដដែរតែឆ្លងតែ20%ឯណាឆ្លងតែ20%អញ្ចឹងហើយបានគេស្រាវជ្រាវថាមាន20%ហ្នឹងគឺសុកជាអ្នកការពារចាសុកគឺការពារកូននឹងកុំឲ្យមេរោគអេដហ្នឹងឆ្លងចូលទៅបិទតែកូនជាឈាមរបស់ម្ដាយមែនចិញ្ចឹមទៅដល់ក្នុងពោះក្នុងសុកម្ដាយប៉ុន្តែសុកគឺការពារចាជារនាំងការពារមេរោគអេដសុកការពារមេរោគបានច្រើនណាស់ចាលើកលែងតែពពួកស្វាយស៊ីហ្វីលីសសុកការពារអត់បានម្ដាយឪពុកណាកើតស្វាយស៊ីហ្វីលីសហ្នឹងវាធ្វើឲ្យកូនកឆែបមុខកឆែបមាត់ malformation ចាខ្វាក់ភ្នែកអីចឹងទៅឬក៏ពិការកើតមកអត់គ្រប់លក្ខណៈចឹងទៅក៏ប៉ុន្តែជំងឺអេដគឺការពារបាន80%កូននៅក្នុងផ្ទៃរបស់ម្ដាយក្នុងស្បូនដែលមានសុកហ្នឹងមានជំងឺអេដតែ20%ហើយ20%ហ្នឹងពេលគេស្រាវជ្រាវគេ research មើលយូរឆ្នាំហើយថាពេលកើតមកមេរោគ20%នៅក្នុងខ្លួនកូនហ្នឹងណាវះកាត់អត់ឲ្យឆ្លងពីម្ដាយទេអត់ឲ្យបើកដោះកូនទេកូននឹងបានត្រឹម8ខែមកកុងត្រូលឈាម6ខែមកម្ដង3-4ខែមកម្ដងកុងត្រូលបានខែទី8កូននឹងអត់ទាន់បានមកខួបផងកូននឹងនៃកតិហើយកូននឹងលែងមានជំងឺអេដហើយពេលកើតមកថ្មីយើងចុះឈាមកូននឹងមើលមាន positive ចាកូនងាពេលកើតមកចុះឈាមមាន positive ប៉ុន្តែអត់ឲ្យបើកដោះម្ដាយអត់អីអញ្ចឹងហើយបើតែដោះគោតែកូននឹងត្រូវវះផងចាអត់ឲ្យសម្រាប់តាមទ្វារទេខែទី8កូននឹងបានតែមកខួបយ៉ាងយូរមួយឆ្នាំអីកូននឹងនៃកតិហើយអញ្ចឹងមានន័យថាមេរោគអេដនៅកូនងាអាចបាត់ទៅវិញ100%គ្រប់តែក្មេងទាំងអស់ដែលកុំឲ្យបើកដោះម្ដាយណាហើយនឹងសម្រាប់ដោយវះកាត់អញ្ចឹងហើយបានពួកខ្ញុំពេទ្យហ្នឹងឲ្យនាងហ្នឹងមកបំពេញមកឲ្យកូនហ្នឹងមកបំពេញដើម្បីទទួលសេវាថែទាំខាងម្ដាយដែលទងន់ហើយមានមេរោគអេដដើម្បីឲ្យគាត់មានប្រឹក្សាបើអត់ទេហើយគាត់ចង់តកើតនៅខាងភូមិឃុំស្រុកស្រែហ្នឹងនៅស្រុកស្រែយើងអត់មានទទួលការប្រឹក្សាអីល្អទេហើយអាការវះការអីតើយើងមកអញ្ចឹងហើយក៏យើងមកមន្ទីរពេទ្យខេត្តដែរហើយអញ្ចឹងគាត់នៅខាងឃុំជាអីចឹងណាអញ្ចឹងទៅមិត្តភក្តិខ្ញុំក៏បញ្ជូនណែនាំឲ្យនាងនឹងមកពេទ្យពេញមកចាហើយនាងក៏មកពេទ្យពេញទៅចាមកពេទ្យពេញទៅហើយឥឡូវហ្នឹងដូចជាសម្រាកូនហើយចាហើយគេណែនាំអត់ឲ្យបើកដោះហើយត្រូវវះកាត់អីចឹងណាក៏ប៉ុន្តែយើងក៏អត់ដឹងអារម្មណ៍នាងនឹងដែរថាគាត់មានភាពសោកស្ដាយដែរឬអត់ចាដែលគាត់គេហាមពេទ្យប្រាប់ហើយគាត់នៅសម្រាប់ចិត្តរៀបការជាមួយមនុស្សប្រុសម្នាក់ដែលខ្លួនឯងមិនទាំងដែរបានធ្វើសង្សារគេផងហ្នឹងគេមកស្ដីតដឹងស្រឡាញ់គ្នាចិត្តសោះហ្នឹងកម្រមានណារឿងនេះណាចាកម្រមានណាហ្នឹងហើយខ្ញុំជឿថាគេគ្រាន់តែលឺមេរោគអេដគេខ្លាចញ័រខ្លួនបាត់ហើយពេលយើងទៅជួសឈាមមើលល្អណាឥឡូវដៃគូមុនសម្រាប់ចិត្តរៀបការជាមួយគ្នាណាយើងទៅជួសឈាមមើលហើយបើល្អមែនទែនទៀតបើយើងមុនស្រឡាញ់គ្នាធ្វើសង្សារគ្នាដែលយើងមុនរៀបការនឹងក៏ដោយយើងស្រឡាញ់គ្នាយើងគួរតែដឹកដៃគ្នាទៅមើលឈាមក៏រត់តែល្អណាមិនទាន់រៀបការឲ្យសោះយើងសម្រាប់ចិត្តរួមភេទនៅជាមួយគ្នាយើងគួរតែនាំគ្នាទៅមើលឈាមល្អមែនទែនដៃគូហ្នឹងមើលឈាមហើយយើងដឹងថាខ្ញុំក៏អត់មានបងឯងក៏អត់មានអញ្ចឹងយើងត្រូវសន្យាគ្នាថាយើងកុំខលខូចទៅមានដៃគូផ្សេងច្រើនណាយើងឲ្យស្មោះស្ម័គ្រមួយនឹងមួយចាំដល់ថ្ងៃណាយើងមានលុយកាក់យើងចាំរៀបការនឹងគ្នាណាធ្វើអញ្ចឹងរត់តែល្អទៀតព្រោះវាប្រឈមមុខខ្លាំងចេះអត់ទាន់រៀបការនឹងគ្នាតែយើងដើរលេងជាមួយគ្នាមុនស្រុកយើងវាជឿនលឿនហើយឥឡូវណាក្មេងៗស្គាល់គ្នាមុនអត់ទាន់រៀបការទេបិទតែមិននៅជាមួយគ្នាតែគាត់មានពេលគាត់ទៅដើរលេងគេនៅជាមួយគ្នារួមភេទជាមួយគ្នាម្ដងម្កាលប៉ុន្តែក៏អត់ពាក់ស្រោមអនាម័យចុះបើមនុស្សប្រុសឬក៏មនុស្សស្រីនឹងកើតអេដណាចម្លងឲ្យគ្នាទៅវិញទៅមកស្រីក៏មានអេដប្រុសក៏មានអេដអត់ទាន់រៀបការដែលគាត់ធ្លាប់មានដៃគូពីមុនមកឆ្លងពីអ្នកណាជាពិសេសគ្រោះថ្នាក់បំផុតមនុស្សប្រុសដើរខូចច្រើនអញ្ចឹងប្រឈមមុខនឹងផ្ទុកមេរោគដូចច្រើនជាងមនុស្សស្រីហើយយើងជាស្រីធំត្រូវ
ស្រឡាញ់គ្នាមួយសង្សារទៅគេនៅមួយគេអត់មានបានមើលឈាមចឹងហើយអត់ដាក់ស្រោមអនាម័យការពារទៀតឆ្លងអេដអត់តនឹងបានរៀបការផងអាហ្នឹងក៏ជារឿងប្រឈមមួយធ្ងន់ធ្ងរដែរប៉ុន្តែល្អមែនតើយើងអត់ដែរប៉ះខ្លួនគ្នាទេប៉ុន្តែយើងតដឹងគ្នាតាមឪពុកម្ដាយឬក៏ស្គាល់ចិត្តគ្នាមកស្ដីតដឹងមុនសម្រាប់ចិត្តរៀបការយើងត្រូវនាំគ្នាទៅមើលឈាមសិនទៅមើលទាំងអស់ទាំងមេរោគអាលៀកថ្លើមអាលៀកអីក៏គេមើលដែរស្វាយស៊ីហ្វីលីក៏គេមើលដែរមើលអេដហ្នឹងក៏គេមើលដែរហើយចឹងហើយបានជំងឺអេដនៅស្រុកខ្មែរយើងវាមានសន្ទុះកើនឡើងចាហើយវាអត់បាត់ទេវាអត់អាលាយទៅណាទេវាអត់ដាច់ពូជទៅណាទេដោយសារយើងអត់សូវមានចំណេះដឹងក្នុងការការពារចាមែនតើទៅបើដៃគូយើងអត់មានទំនុកចិត្តគ្នាយើងរួមភេទត្រូវតែពាក់ស្រោមអនាម័យ 100% តែម្ដងគ្រប់ពេលប៉ុន្តែខ្ញុំជឿថាមនុស្សមិនអាចធ្វើអញ្ចឹងបានទាំងអស់ទេជាពិសេសមនុស្សប្រុសអត់ចូលចិត្តពាក់ទេអញ្ចឹងហើយយើងជាមនុស្សស្រីស្រឡាញ់គេអត់ពាក់យើងស្រឡាញ់គេយើងអត់ដែរឃើញទេចាអាហ្នឹងឯងជាគ្រោះថ្នាក់យើងមើលអត់ឃើញហើយអេដកំពុងតែឆ្លងរាតត្បាតខ្លាំងនៅស្រុកខ្មែរមិនមែនឥឡូវទេតាំងពី3ឆ្នាំមុនណាជំងឺដែលលោកមុនវាធាក់ថយទៅហើយហ្នឹងអេដហ្នឹងជំងឺពពួកស្វាយសង់ដាច់ពូជទៅហើយហ្នឹងស្វាយប្រមេះទឹកបាយហ្នឹងណាស៊ីហ្វីលីសហ្នឹងហើយនឹងមួយទៀតជំងឺក្រែដកុកជំងឺផ្កាស្ពៃហ្នឹងចាប៉ាពីឡូម៉ា HPV positive អីហ្នឹងកើតមានច្រើនមែនតើពាក់ព័ន្ធរឿងជំងឺកាមរោគគឺមានច្រើនសន្ទុះ2ឆ្នាំនេះមានច្រើនជាងមុនដោយសារមនុស្សរៀងលែងខ្លាចគិតថាមេរោគអេដហ្នឹងវាបាត់ហើយស្ងាត់ដល់ពេលហើយយើងអត់ចេះការពារខ្លួនលោកមុនខ្លាចប្រុសលែងហ៊ានដើរលេងខាងក្រៅបើដើរលេងក៏ពាក់ស្រោមដែរដល់ពេលខ្លាចទៅវាធាក់ថយដែរដល់ពេលឥឡូវដៃគូវាច្រើនស្គាល់គ្នាដើរលេងខាងក្រៅហើយអត់ចេះការពារខ្លួនហ្នឹងហើយវាធ្វើឲ្យជំងឺអេដកើតមានឡើងកំណើនខ្ពស់កាន់តែខ្ពស់ជំងឺកាមរោគផ្សេងទៀតកំណើនកាន់តែខ្ពស់ណាហើយវាអាចប្រឈមមុខនឹងក្មេងស្រីដែលគាត់អត់ទាន់ឆ្លងកាត់ការរងភេទប៉ុន្តែសម្រាប់ចិត្តរៀបការជាមួយមនុស្សប្រុសដែលកើតអេដពិតជាល្ងងមែនតើហ្មងហ្នឹងណាអញ្ចឹងហើយបានខ្ញុំប្រាប់បងប្អូនហើយឲ្យកូនស្រីទៅរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដោយសារគាត់រៀនបានតិចពេកហើយមានការណែនាំពីពេទ្យហើយក៏គាត់នៅតែសម្រេចចិត្តខុសនឹងគាត់យល់ថាម៉េចថាមនុស្សប្រុសមានជំងឺអេដទុក positive ហើយគាត់នៅតែស្រឡាញ់ព្រមរៀបការជាមួយគេហើយអាប្រុសចង្រៃយកនឹងទៀតវាដឹងតែខ្លួនវាកើតអេដហើយវាមិនប្រកាច់រត់បាត់ទៅណាឲ្យលងទឹកមុជទឹកចារឲ្យងាប់ទៅអត់វាមកតដឹងគេហើយគេព្រមរៀបការជាមួយវាអមោទនភាពខ្លួនថាអញកើតអេដប៉ុណ្ណឹងនឹងមានគេយកអញទៀតដោយសារអញប្រុសសង្ហាអញនៅក្មេងពិតជាភ្លីភ្លើគ្មាននឹងខ្យល់អីមែនអាហ្នឹងហើយបានគួរឲ្យខឹងណាគួរឲ្យខឹងណាខ្ញុំអត់ដឹងថាឪពុកម្ដាយគាត់ឈឺចាប់មិនអីខំបកកើតគាត់មកហើយតែកូនស្រីសម្រាប់ចិត្តខុសប៉ុន្តែគាត់នៅជាជនបទអញ្ចឹងឪពុកម្ដាយពេលខ្លះក៏គាត់ឃើញកូនមានការងារធ្វើឃើញប្រុសហ្នឹងក៏គេរៀងគ្រាន់បើធ្វើការរោងចក្រដូចគ្នាស្រេចលើការសម្រេចចិត្តរបស់កូនគាត់មិនហ៊ានបង្ខិតបង្ខំទេអញ្ចឹងកំហុសដែលខុសធ្ងន់នៅលើកូននាងខាងស្រីហ្នឹងអញ្ចឹងដល់ពេលកើតកូនមកល្អហើយយើងបានណែនាំឲ្យគាត់ទទួលសេវាខាងរឿងឲ្យដំបូងមានកុំឲ្យកូនគាត់ដែលកើតមកហ្នឹងមានជំងឺអេដដូចម្ដាយអញ្ចឹងរឿងហ្នឹងខ្ញុំសង្ខេបប៉ុណ្ណឹងចាំថ្ងៃក្រោយខ្ញុំធ្វើរឿងខាងស្ត្រីដែលដេបង្រួមទ្វីមាសឲ្យបងប្អូនយល់រឿងស្រីយើងដែលមានភាពអត់យល់ដឹងហ្នឹងមានច្រើនគឺអាការដេបង្រួមមានពេទ្យមួយចំនួនណាក្រមសីលធម៌ចុះថយហៅអ្នកជំងឺមកដេបង្រួមទ្វីមាសធ្វើលំដេខាងក្រៅឲ្យហើយបញ្ហាហ្នឹងកើតមានឡើងជាកំហុសបោះពេទ្យដែលខុសក្រមសីលធម៌ទី2ជាបញ្ហាដែលស្ត្រីគេហៅតាមគ្នាជ្រួលជ្រើមតាមគ្នាឥឡូវពេញនិយមរឿងដេទ្វាមាសឲ្យទូចឲ្យរឹបឲ្យរួមអីហ្នឹងណាជាពិសេសទាំងចិនចូលស្រុកមកស្រីខ្មែរយើងប្រសពជាមួយបរោះចិនច្រើនហើយបរោះចិនប្រដាប់ភេទទូចហ្នឹងហើយកូនចិនពួកចិនអត់ប្រដាប់ភេទអត់ធំទេអញ្ចឹងហើយមកយើងជាស្រីមេម៉ាយធ្លាប់សម្រាកូនមួយអ្នកខ្លះអត់ទាន់ធ្លាប់សម្រាកូនផងទៅប្រភ្លីប្រភ្លើនាំគ្នាទៅដេបង្រួមទ្វាមាសដើម្បីផ្គប់ចិត្តអាចិនហ្នឹងដើម្បីផ្គប់ចិត្តប្រុសផ្គប់ចិត្តប្តីហ្នឹងហើយចាំខ្ញុំនិយាយនៅវីដេអូក្រោយថាស្ត្រីមានទ្វីមាសបែបណាដែលគួរដេបង្រួមទ្វីមាសហើយការដេបង្រួមទ្វីមាសតើវាមានប្រមាណប្រភេទដែលគេដេទៅដោយការត្រឹមត្រូវដេទៅដែលបានប្រយោជន៍ទ្វីមាសរបស់ស្ត្រីរួមតូចមែនហើយការដេមួយណាជាការដេបន្លំដើម្បីយកលុយបងប្អូនណាចាំខ្ញុំប្រាប់ឲ្យបងប្អូនស្រីយល់ដឹងរឿងហ្នឹងដើម្បីកុំឲ្យយើងសម្រេចចិត្តខុសពេទ្យដែលមានក្រមសីលធម៌
ក្រមសិលធម៌ហ្នឹងនៅមាននៅស្រុកខ្មែរណាចាហើយជាពិសេសពេទ្យនៅខាងជាយជនបទហ្នឹងធ្វើដេលុំគ្នាដេតែខាងក្រៅនៅរួមភេទម្ដងពីរដងដាច់ចេះនឹងបាត់ទៅទ្វារនេះនឹងធ្វើខាងក្នុងនៅតែអាឡុងយីធំដដែលរឿងហ្នឹងចាំខ្ញុំនិយាយនៅបច្ចេកទេសលើក្រោយវគ្គក្រោយក្នុងវីដេអូក្រោយបងប្អូនណាអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយហើយក៏ណែនាំទៅដល់ក្មួយស្រីៗឲ្យមានការប្រុងប្រយ័ត្នឲ្យមែនតើហើយរឿងនេះក៏ជូនដំបូងមានទៅដល់ក្មួយប្រុសដែរបើខ្លួនឯងនៅកំឡោះទេគួរតែដើរខលខូចពាក់ស្រោមអនាម័យប្រយ័ត្នណាមេរោគអេដមានច្រើនណាស្វាយក៏វាអាក្រក់ដែរប៉ុន្តែស្វាយអាចព្យាបាលជាអេដព្យាបាលអត់ជាទេកុំសង្ឃឹមលើថ្នាំពជាអត់ទេអត់មានសង្ឃឹមលើថ្នាំពជាទេត្រូវចេះការពារខ្លួនកុំឲ្យមានមេរោគល្អជាងណាអូខេសង្ឃឹមថានាំគ្នាយល់ហើយជួយសង្គមយើងមានការរីកចម្រើនបាយចាំជួបគ្នាវីដេអូក្រោយ